តើរថក្រោះចម្បាំង Type 59D ដែលចិនទើបតែបញ្ជូនមកឲ្យកម្ពុជាថ្មីនេះមានលក្ខណៈបច្ចេកទេសនិងថាមពលកម្រិតណាដែរថ្មីនេះប្រទេសកម្ពុជាយើងទើបតែទទួលបានរថក្រោះ Type 59D វគ្គដំបូងចំនួន39គ្រឿងពីប្រទេសចិនក្នុងចំណោមចំនួនសរុប93គ្រឿងដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការការពារជាតិថ្មីត្បិតតែរថក្រោះនេះមានមូលដ្ឋានពីរថក្រោះ Type 59ចាស់តាំងពីទសវត្សរ៍ឆ្នាំ1950ក៏ដោយប៉ុន្តែកំណែអក្សរ D នេះគឺជាការកែលម្អនិងធ្វើទំនើបកម្មយ៉ាងស៊ីជម្រៅដែលនាំមកនូវសមត្ថភាពប្រយុទ្ធដ៏អស្ចារ្យរថក្រោះ Type 59D ឬ WZ Venray Prisi គឺជាវ៉ារីយ៉ង់ទំនើបកម្មចុងក្រោយបង្អស់មួយនៃស្រឡាយរថក្រោះ Type 59របស់ប្រទេសចិនផលិតដោយក្រុមហ៊ុន NOENCO ដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ1990គោលបំណងធំនៃការបង្កើត Type 59D គឺដើម្បីធ្វើបច្ចុប្បន្នភាពរថក្រោះជំនាន់ចាស់ដែលកែច្នៃតាមគំរូ T-54 របស់សូវៀតឲ្យមានសមត្ថភាពអាចប្រយុទ្ធក្នុងសមរភូមិទំនើបបានដោយមិនចាំបាច់ចំណាយថវិកាទិញឬផលិតរថក្រោះស៊េរីថ្មីទាំងស្រុងខាងក្រោមនេះជាព័ត៌មានលម្អិតនិងលក្ខណៈបច្ចេកទេសគន្លឹះរបស់រថក្រោះ Type 59D1 ប្រព័ន្ធការពារនិងអាវក្រោះ Armor and Protection អាវក្រោះប្រតិកម្មផ្ទុះ ERA ចំណុចសម្គាល់ខ្លាំងបំផុតរបស់ Type 59D គឺការបំពាក់ផ្ទាំងអាវក្រោះការពារផ្ទុះ FY Series Explosive Reactive Armor នៅផ្នែកខាងមុខឡាននិងនៅជុំវិញប៉ុមបាញ់ THEAD វាមានសមត្ថភាពការពារនិងកាត់បន្ថយឥទ្ធិពលពីគ្រាប់រ៉ុកែតប្រឆាំងរថក្រោះ HAE និងគ្រាប់ទម្លុះអាវក្រោះផ្សេងៗប្រព័ន្ធបាញ់ផ្សែងពពុះមានបំពាក់បំពង់បាញ់គ្រាប់បែកផ្សែងនៅសងខាងប៉ុមដើម្បីបង្កើតផ្សែងបិទបាំងពីការមើលឃើញឬការចង្អុលបង្ហាញពីកាំរស្មីឡាស៊ែររបស់សត្រូវ 2. ប្រព័ន្ធអាវុធនិងការវាយប្រហារ Armament កាណុងសំខាន់ប្រភេទខ្លះប្រើកាណុងទំហំ 105 មីលីម៉ែត្រប្រភេទ Type Pace IE ឬ Type Knight Sepon ជាកាណុងវែងដែលមានសមត្ថភាពបាញ់បានឆ្ងាយនិងត្រង់ជាងមុនសមត្ថភាពបាញ់កាំជ្រួចអ្វីដែលពិសេសគឺវាអាចបាញ់កាំជ្រួចប្រឆាំងរថក្រោះដឹកនាំដោយកាំរស្មីឡាស៊ែរ Laser Guided ATGM ចេញពីតាមកាណុងផ្ទាល់ដែលអាចកំទេចគោលដៅបានចម្ងាយចាប់ពី4ទៅ5គីឡូម៉ែត្រប្រព័ន្ធបញ្ជាការបាញ់ Fire Control System ត្រូវបានដំឡើងប្រព័ន្ធទំនើបកម្ម Type Subsea រួមមានប្រព័ន្ធវាស់ចម្ងាយដោយ Laser Rangefinder និងប្រព័ន្ធមើលពេលយប់ Night Vision ជួយឲ្យការបាញ់មានភាពសុក្រឹតខ្ពស់ទាំងយប់ទាំងថ្ងៃទោះបីជារថក្រោះកំពុងបើកបរខណៈពេលបាញ់ក៏ដោយ 3. ម៉ាស៊ីននិងការចល័ត Mobility កម្លាំងម៉ាស៊ីនប្រើប្រាស់ម៉ាស៊ីន Masood Type 1P1 Arha Sub L Pafin ដែលត្រូវបានកែសម្រួលបង្កើនកម្លាំងដល់580សេសចំនួនមុនមានត្រឹម520សេសដើម្បីទប់ទល់នឹងទម្ងន់ដែលកើនឡើងពីការបំពាក់អាវក្រោះ ERA ល្បឿនអាចរត់បានល្បឿនអតិបរមាប្រហែល50គីឡូម៉ែត្រស្លាម៉ោងនៅលើផ្លូវរាបស្មើនិងមានចម្ងាយប្រតិបត្តិការប្រហែល440គីឡូម៉ែត្រសម្រាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះប្រទេសមីយ៉ាន់ម៉ាគឺជាអ្នកប្រើប្រាស់រថក្រោះប្រភេទ Type 59D នេះក្នុងចំនួនដ៏ច្រើនមួយដែលទិញចូលពីប្រទេសចិន Like, share and follow more